ប្រលានយន្តហោះអន្តរជាតិ Dubai ដែលជាបេះដូងអាកាសចរដ៏ធំរបស់ពិភពលោកត្រូវបានបិទទ្វារទាំងស្រុងបន្ទាប់ពីរងការវាយប្រហារពីក្រុមមីស៊ីលនិងដ្រូនបណ្ដាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរស្ថានីយ៍អ្នកដំណើរផ្លូវយន្តហោះត្រូវបានបំផ្លាញខណៈពេលដែលយន្តហោះខ្នាតយក្សរបស់ Emirates ជាច្រើនគ្រឿងត្រូវបានភ្លើងឆេះចរាចរណ៍ផ្លូវអាកាសចុះគាំងហើយប្រព័ន្ធរ៉ាដារបស់ព័ត៌មានត្រូវបានកាត់ផ្ដាច់បង្ខំចិត្តឲ្យជើងយន្តហោះរាប់ពាន់បដូរទិសដៅនិងធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ជាប់គាំងវិបត្តិសេដ្ឋកិច្ចសកលទីផ្សារភាគហ៊ុនពិភពលោកដួលរលំហើយតម្លៃប្រេងក៏ហក់ឡើងភ្លាមៗដោយសារតែភ័យខ្លាចនឹងការអស្ថិរភាពនៅក្នុងតំបន់ជើងសមុទ្រសហរដ្ឋអារ៉ាប់រួមបានប្រកាសអាសន្នយោធាកម្ពុជាខ្ពស់និងចាត់ទុកថានេះគឺជាអំពើពាវរកម្មទ្រង់ទ្រាយធំទន្ទឹមនឹងនោះដែរសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបានប្រមានតបយ៉ាងចាស់ដៃទៅលើកងដែលនៅពីក្រោយសង្ស័យថានេះគឺជាអ្នកគ្រប់គ្រងដោយអ៊ីរ៉ង់ក្នុងការវាយប្រហារនេះការវាយប្រហារនេះមិនមែនត្រឹមតែប៉ះពាល់ទៅដល់សហរដ្ឋអាមេរិកប៉ុណ្ណោះទេប៉ុន្តែវាគឺជាការកាត់ផ្តាច់នូវសរសៃឈាមសេដ្ឋកិច្ចពិភពលោកផងដែរព័ត៌មាននេះគឺជាព័ត៌មានដែលក្តៅគគុកមែនទែនមិនដឹងហេតុអីទេបានជាធ្វើឲ្យមានការទម្លាក់ដ្រូនហើយមីស៊ីជាច្រើនគ្រាប់នៅក្នុងប្រលានយន្តហោះរបស់ប្រទេសឌូបៃនៅក្នុងទីក្រុងឌូបៃអញ្ចឹងប៉ុន្តែមែនទែនអញ្ចឹងបើតាមខ្ញុំដឹងគឺមានច្រើនប្រទេសមែនទែនដែលប៉ះពាល់ដោយសារតែសង្គ្រាមលើនេះអញ្ចឹងវាអាចនឹងឈានទៅដល់សង្គ្រាមលើកទី3ជាមិនខានបើសិនជាដំណើរការនៅតែក្តៅគគុកបែបនេះជឿថាសម្រាប់អ៊ីរ៉ង់គឺមិនមែនមានប្រទេសតែមួយទេដែលគ្រប់គ្រងអ៊ីរ៉ង់គឺមានប្រទេសជាច្រើនដែរដែលគ្រប់គ្រងរបបផ្ដាច់ការរបស់អ៊ីរ៉ង់អញ្ចឹងទេអ៊ីរ៉ង់ក៏ជាខ្លាចគេហៅថាខ្វាចាស់ខ្វាកំណាញ់មួយដែរដើម្បីតបតជាមួយនឹងសហរដ្ឋអាមេរិកក៏ដូចជាខាងប្រទេសផ្សេងទៀតដែលនៅខាងក្រៅនៅខាងភាគីរបស់អាមេរិកអញ្ចឹងព័ត៌មានលម្អិតឬក៏ព័ត៌មានដែលអត់ដែលបន្ថែមទៀតខ្ញុំនឹងរាយការណ៍បន្តទៀតសូមអរគុណសូមជម្រាបលា